សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំប្រាប់អ្នកទាំងអស់គ្នាពីរបៀបដាក់លុយចូលក្នុង website កុំឲ្យដាក់លុយទៅអត់ចូលទីមួយទៅចូលដល់ website ចុចពាក្យ My Dashboard មកហើយបន្ទាប់មកចុចពាក្យ Add Balance ធម្មតាហើយបន្ទាប់មកយើងចង់ដាក់លុយប៉ុន្មានយើងដាក់ចំនួនប៉ុណ្ណឹងបើសិនជាយើងខ្លាចដាក់អត់ចូលយើងដាក់ 0.1 ក៏បានដែរដាក់មួយសេនចុច 0.01 ក៏បានដែរដាក់មួយសេននេះតេស្តសិនទៅឥឡូវថាខ្ញុំចង់ដាក់1រៀលចុចលុយ1រៀលមកដកកន្លែងហ្នឹងជាកន្លែងដែលសំខាន់ជាងគេអ្នកទាំងអស់គ្នាតែងតែដាក់លុយខុសរាល់ដងហ្នឹងចាំតិចឲ្យវាចេញ QR សិននេះពេលចេញ QR ហើយវាមានរយៈពេលត្រឹមតែ3នាទីទេ3នាទីអ្នកគ្នាខ្លះ save QR នឹងទុកបាញ់អាហ្នឹងអត់ចូលទេដោយសារមក QR ហ្នឹងបង្កើតទៅសម្រាប់តែអ្នកទាំងអស់គ្នាមួយចំនួនទៀតអូសចោលនឹងចោលហើយអាហ្នឹងអត់ចូលទេអ្វីយើងត្រូវធ្វើគឺគ្រាន់តែ screenshot QR ហ្នឹងកុំឲ្យលើសនាទីរបស់វាហើយយើងយក QR ហ្នឹងទៅបាញ់ហើយនៅពេលដែលបាញ់ហើយយើងត្រូវទៅចូលទៅ website ហ្នឹងវិញយើងអាចអូសចោលឬក៏អីបាញ់ហើយអ្នកគ្នាឃើញកន្លែង QR មិញហ្នឹងចុចចូលមកឃើញលុយលោតចូលហើយឃើញអត់ប៉ុណ្ណឹងហើយអីចឹងទៅវិធីធ្វើគឺយើងទី1ទៅហាម save QR នឹងទុកបាញ់លើសពី3នាទីទី2ទៅគឺយើងហាមអូសចោលហាម clear ចោលពេលដែលចេញ QR នឹង save ភ្លាមបាញ់ភ្លាមទៅចូលហើយមួយទៀតអ្នកទាំងអស់គ្នាសម្រាប់អ្នកគ្នាតែ account ហើយបើអត់ load account មកឬក៏យើងចង់រក account ចាស់ៗយើងធ្លាប់ទិញពីមុនមកចុចសញ្ញាត្រេ3មកហើយយើងចុចពាក្យ order ចុចពាក្យ view license key ហ្នឹងមកវាចេញ account ដែលយើងធ្លាប់ទិញពីមុនមកហើយយើងទិញប៉ុន្មាននៅក្នុង account ហ្នឹងទាំងអស់ចុច copy មកអាហ្នឹងក្នុងករណីដែលថាទិញ account ហើយវាអត់ load account មកគៀងអីចឹងវាកាត់លុយយើងហើយយើងមើលកន្លែងហ្នឹងវិញ